សូមជូននីតិប្រវត្តិសាស្ត្រវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់ប្អូននិងប្រិយមិត្តដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខមនក្នុងអំបូរខ្មែរមនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមកយ៉ាងណាមិញក្នុងអតីតកាលមនជាជាតិមួយធ្លាប់ថ្កុំឆ្កើងរុងរឿងមានទឹកដីធំទូលាយមានប្រវត្តិសាស្ត្រយូរអង្វែងមកហើយដូនតាខ្មែរបុរាណស្គាល់ជាតិមននេះច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀងនិងបទភ្លេងជាច្រើនដែលមានតាក់ទងនឹងជនជាតិនេះដូចជាបទមនមុជទឹកបទសំណាមនលាក់ជនជាតិមនហៅខ្លួនឯងថាមនប៉ុន្តែជនជាតិភូមាបែរជាហៅជាតិនេះថាតឡាញវិញតែពាក្យថាមននេះមានន័យសេចក្តីដូចម្ដេចហើយពាក្យថាតឡាញនោះមានន័យសេចក្តីដូចម្ដេចទៀតដែរជនជាតិមនបានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យមនសម្រាប់សម្គាល់ខ្លួនគេទេហើយគេបានបញ្ជាក់ទៀតថាតាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះពាក្យមននេះទំនងជាคล้ายមកពីពាក្យបាលីមនុហើយមានន័យថាប្រជាជាតិដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែនៅក្នុងសាលាចារឹកបុរាណគេឃើញមានប្រើពាក្យថាមិញដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្តបន្តិចម្ដងដូចខាងក្រោមនេះមិញរមិញមនសប្តាហ៍ថ្ងៃនេះជនជាតិមនជួនកាលសរសេរថាមិញជួនកាលសរសេរថាមនចំពោះថាតឡាញវិញមានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់នៅទីនេះយើងសូមលើកយកតែ3មកជម្រាបដូចតទៅនេះទស្សនៈដែលយល់ថាតឡាញคล้ายមកពីតលយតយមានន័យថាមិច្ឆាទិដ្ឋិជនឯឡញមានន័យថាត្រូវវិនិច្ឆ័យអន្តរាយតលយមានន័យថាពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនិច្ឆ័យអន្តរាយទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថាក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាននាមថាទេសៈសោយរាជនៅនគរថាតូងកាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះឲ្យយល់ខុសជាត្រូវដោយបោះបង់ចោលនៅជំនឿលើព្រះពុទ្ធសាសនាព្រះពុទ្ធរូបទាំងឡាយត្រូវបញ្ជាឲ្យយកទៅបោះចោលក្នុងទឹកទន្លេគ្រានោះមានកូនស្រីសេដ្ឋីម្នាក់មានឈ្មោះហៅថាមិដ្ឋធោនាងនោះជាពុទ្ធសាសនិកយកចិត្តទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ហើយដោយមិនបានដឹងពីបញ្ហាបញ្ជារបស់ស្ដេចឈ្មោះទេសៈក៏បានស្រង់យកព្រះពុទ្ធបដិមាក៏ខ្លះដែលគេទម្លាក់ក្នុងទឹកទន្លេយកទៅតម្កល់ទុកក្នុងផ្ទះនាងអាស្រ័យដោយហេតុនោះនាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើងនិងដោយឲ្យដំរីជាន់ក៏ប៉ុន្តែទោះបីពួកពេជ្ឈឃាតខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយក៏ពុំអាចសម្លាប់នាងបាន
ដោយងឿងឆ្ងល់ខ្លាំងស្ដេចក៏សួរទៅនាងថាតើនាងមានចេះមុខវិជ្ជាគាថាអ្វីទេនាងឆ្លើយថានាងពុំមានសិលសាសអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយស្ដេចសតិយល់កំហុសរបស់ខ្លួនក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញបន្ទាប់មកក៏បញ្ជាឲ្យចាប់ពួកមិច្ឆាទិដ្ឋជនទាំងឡាយព្រមជាមួយនឹងញាតិសន្តានទាំងអស់យកទៅកប់ត្រឹមកសម្លាប់ដោយព្យួរពីលើខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះក៏រត់ទៅលោតទឹកធ្វើអត្តឃាតទៅដូច្នេះពួកមច្ឆាធិជនទាំងឡាយត្រូវស្លាប់វិនាសអស់រលែងពីនគរក្នុងភាសាមូនពួកមច្ឆាធិជនទាំងឡាយត្រូវវិនាសអន្តរាយគេនិយាយថាតឡយតើមានជនខ្លះយល់ស្មានថាយូរទៅពាក្យនេះក៏ប្រែคล้ายទៅជាតឡាញដែលជនជាតិភូមាប្រើសម្គាល់ជាតិមូននេះឯងទស្សនៈដែលយល់ថាតឡាញคล้ายមកពីពាក្យភូមាពីរម៉ាត់គឺតាន់និងឡាញនេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមិម្នាក់ឈ្មោះអ៊ូឆាន់យៈសាស្ត្រាចារ្យអក្សរសាស្ត្រនៅសាកលវិទ្យាល័យម៉ាន់ដាលេលោកនេះយល់ថាតាន់មានន័យថាទឹកឯឡាញមានន័យថាចម្រើនលូតលាស់ខ្លាំងឬកន្លែងដែលមានទឹកចូលជន់សំណេរតមកពាក្យតាន់คล้ายជាពាក្យតាក់ហើយឡាញคล้ายជាឡាញ់នៅទីនេះពាក្យតាក់គ្មានន័យសេចក្តីអ្វីឲ្យពិតប្រាកដទេតាញ់វិញមានន័យថារលកឬរលកធំចំពោះអ្នកប្រាជ្ញរូបនេះប្រទេសមូនដែលស្ថិតនៅក្នុងប្រទេសភូមាខាងត្បូងសព្វថ្ងៃជាតំបន់ស្ថិតនៅតាមឆ្នេរសមុទ្រហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផងនោះសមជាមានឈ្មោះហៅថាតាន់ឡាញណាស់ហើយយូរទៅក៏គេប្រើពាក្យនេះសម្រាប់សម្គាល់ជនជាតិដែលរស់នៅទីនោះតែម្ដងគឺជនជាតិមូននឹងឯងទស្សនៈបែបនេះឃើញថាមានលក្ខណៈសមហេតុសមផលច្រើនគួរយកទៅពិចារណាក៏ប៉ុន្តែគេពុំឃើញប្រើពាក្យនោះក្នុងសិលាចារឹកសម្រាប់សម្គាល់ជនជាតិមូនសោះឡើយខ្ញុំសូមស្លេះនៅប៉ុណ្ណេះនឹងអានជូននៅភាគបន្តអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ